ដូចជាលើកដំបូងហើយដែលអាជ្ញាធររាជធានីភ្នំពេញយល់ព្រមបើកឲ្យប្រជាពលរដ្ឋបូរីកេឡាមានឱកាសជួបនិងសម្ដែងមតិដោយផ្ទាល់នៅចំពោះមុខអាជ្ញាធរដែនដីបន្ទាប់ពីចំនួនដីធ្លីដ៏រ៉ាំរ៉ៃនេះបានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំវេទិកានេះត្រូវបានរៀបចំរយៈពេលពេញមួយថ្ងៃគឺថ្ងៃទី12ខែសីហានេះនៅសាលមហោស្រពចេនឡាលោកខុងស្រេងអភិបាលរងរាជធានីភ្នំពេញនៅចំពោះមុខប្រជាពលរដ្ឋចំនួនជាង180គ្រួសារនិងអ្នកសង្កេតការណ៍មកពីសហគមន៍បឹងកក់និងសហគមន៍ផ្សេងៗទៀតរួមទាំងអង្គការសង្គមស៊ីវិលផងនោះបានថ្លែងថាវេទិកានេះមានគោលបំណង3សំខាន់គឺទី1ស្វែងរកចំនួនពិតនៃគ្រួសារដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ត្រូវទទួលបានផ្ទះពីរដ្ឋនិងគ្រួសារនៅសេសសល់ក្នុងសហគមន៍បូរីកេឡាទី2គឺអនុវត្តនីតិវិធីបន្តក្នុងការផ្ដល់ជូនលំនៅឋានចំពោះប្រជាពលរដ្ឋដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់និងផ្ដល់ជាគោលនយោបាយផ្សេងដល់អ្នកដែលពុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ហើយចំណុចទី3គឺបញ្ចប់ការតវ៉ារឿងលំនៅឋានរបស់ប្រជាពលរដ្ឋដែលនៅសេសសល់លោកខួងស្រេងបញ្ជាក់ថាបន្ទាប់ពីដោះស្រាយរួចអ្នកដែលមានសិទ្ធិត្រូវឡើងទៅនៅលើផ្ទះនៅក្នុងសហគមន៍បូរីកេឡាហើយអ្នកដែលគ្មានសិទ្ធិនឹងត្រូវអភិបាលក្រុងរកទីតាំងណាផ្សេងទៀតដើម្បីដោះស្រាយជូនអ្នកទាំងនោះជាមួយគ្នានេះលោកច័ន្ទសាវ៉េតមន្ត្រីស៊ើបអង្កេតជាន់ខ្ពស់របស់សមាគមការពារសិទ្ធិមនុស្សអាត60បានសម្ដែងការអបអរដល់វេទិកាដ៏កម្រនេះលោកបញ្ជាក់ថាវេទិកានេះគឺជាគំរូមួយប្រសិនណាវាប្រព្រឹត្តទៅបានល្អតែបើពុំដូច្នោះទេវេទិកានេះមិនអាចយកជាការបានហើយក៏មិនអាចស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋបានដែរសូមរំលឹកថាកាលពីឆ្នាំ2003លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានប្រកាសផ្ដល់ដីសម្បត្តិសង្គមគិច្ចចំនួន 4.6 ហិកតាដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បូរីកេឡាហើយពេលនោះក្រុមហ៊ុនផានអ៊ីមិចជាដៃគូអភិវឌ្ឍបានទទួលចំណែកជិតពាក់កណ្ដាលនៃដីសម្បត្តិជាថ្នូរនឹងការសាងសង់អគារស្នាក់នៅជូនប្រជាជនចំនួន10តាមការឲ្យដឹងពីសាលារាជធានីភ្នំពេញប្រជាពលរដ្ឋចំនួន 1334 គ្រួសារក្នុងចំណោមគ្រួសារសរុប 1378 បានទទួលផ្ទះរួចហើយជាមួយគ្នានោះប្រជាពលរដ្ឋដែលពុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក៏ទទួលបានផ្ទះពីរដ្ឋចំនួន 373 គ្រួសារដែរដែលក្រុមហ៊ុនដោះស្រាយឲ្យក៏ប៉ុន្តែអ្នកដែលមិនព្រមទទួលយកសំណងក៏បន្តការតវ៉ារហូតមកទល់បច្ចុប្បន្ន